Bà sơ đâyបងប្អូនទាំងអស់គ្នាចឹងឯនឹងដែរខ្ញុំនឹងមកធ្វើការបង្ហាញតើតើជាមួយនឹង tool មួយដែលអ្នកទាំងអស់គ្នាប្រកាសជាត្រូវការសម្រាប់បងប្អូន MMO ដែលជាទូទៅនៅពេលដែលយើង generate video នៅលើ crop សម្រាប់ tool ទាំងនេះគឺខ្ញុំសំដៅទៅលើ crop ឯដោយសារខ្ញុំធ្វើមកគឺប្រើបានទៅលើ crop ទេចំពោះទៅលើ website ផ្សេងៗទៀតអីបងប្អូនអាចធ្វើការ drop នៅក្នុង comment នេះបានខ្ញុំនឹងធ្វើជូននៅ free ចឹងទៅអញ្ចឹងជាទូទៅនៅពេលដែលយើងបង្កើតវីដេអូយើងត្រូវការ generate prompt ហើយយើង copy path ម្ដងមួយអញ្ចឹងទៅយើងត្រូវការចំណាយពេលនៅមើលជាប់តែបើសិនបើបងប្អូនប្រើប្រាស់ tool នេះគឺយើងអត់ត្រូវការនៅអង្គុយចាំមើល path ម្ដងមួយទេគឺយើងគ្រាន់តែត្រូវការឧទាហរណ៍ថាខ្ញុំចង់បាន20វីដេអូឬក៏50វីដេអូអញ្ចឹងខ្ញុំគ្រាន់តែ generate 50 prompt ទុកមកហើយខ្ញុំ pass ចូលក្នុង tool ហ្នឹងទៅចុចដំណើរការទៅវានឹងធ្វើការ generate វីដេអូម្ដងមួយហើយធ្វើការ download យើង auto គឺយើងអត់ចាំបាច់នៅធ្វើដូច copy path ម្ដងមួយទេអញ្ចឹងវាចំណេញពេលវេលាច្រើនគឺយើងអាចយកពេលហ្នឹងទៅធ្វើរឿងអីផ្សេងទៀតអញ្ចឹងទៅហើយក៏យើងអាច generate បានច្រើនដែរឧទាហរណ៍ថាខ្ញុំមាន10ជ្រោមនៅលើ10 account នៅលើជ្រោម20អញ្ចឹងទៅខ្ញុំដំណើរការ20ដំណើរគ្នាក៏បានដែរអញ្ចឹងទៅយើងអាច generate វីដេអូបានច្រើនទៅតាមនឹងដែរអញ្ចឹងចំពោះជ្រោម extension ឬក៏ tool នឹងដែរអ្នកទាំងអស់គ្នាអាចធ្វើការ download បានដោយ free ដែលខ្ញុំនឹងធ្វើការតម្លាក់ជូននៅក្នុង channel Telegram របស់ខ្ញុំអញ្ចឹងបើសិនបើបងប្អូនអត់យល់ឬក៏មានចម្ងល់អីអាចធ្វើការ drop ជា comment សួរនៅក្នុងនេះបានអញ្ចឹងជាចុងក្រោយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងកុំភ្លេចជួយចុច subscribe ដូចជា like វីដេអូនេះមួយផង